មកដឹងពីអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ផ្លែញោរុក្ខជាតិញត្រូវបានគេស្គាល់ថាជារុក្ខជាតិឱសថដែលផ្លែរបស់ញនេះត្រូវបានប្រើប្រាស់ជាច្រើនពាន់ឆ្នាំមកហើយសម្រាប់ប្រជាជនអាស៊ីដែលត្រូវបានគេហៅថាថ្នាំបំបាត់ការឈឺចាប់សម័យបុរាណបច្ចុប្បន្នផ្លែញត្រូវបានផលិតជាផលិតផលអាហារបំប៉នសុខភាពឬចំណីកោសិកាសម្រាប់ថែរក្សាសុខភាពដោយសារតែផ្លែញផ្ដល់ប្រយោជន៍ជាច្រើនក្នុងការការពារសុខភាពមនុស្សទាំងនេះគឺជាអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ផ្លែញមួយប្រឆាំងអុកស៊ីតកម្មនិងការពារការកើតជំងឺមហារីកផ្លែញឬទឹកញបានជួយប្រឆាំងអុកស៊ីតកម្មដោយទៅប្រយុទ្ធជាតិពុលក្នុងរាងកាយធ្វើឲ្យការរំលាយអាហារដំណើរការបានល្អដែលជួយការពារប្រព័ន្ធសមមនុស្សពីជំងឺដាច់សរសៃឈាមខួរក្បាលឬជំងឺមហារីកទី2ប្រឆាំងការរលាកឆ្អឹងឬសន្លាក់ផ្លែញគឺមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រឆាំងជំងឺរលាកឆ្អឹងរលាកសន្លាក់រ៉ាំរ៉ៃដោយការកាត់បន្ថយការចុកចាប់ការសើមនិងការមិនអាចបត់បែនឆ្អឹងនៅពេលដែលមានជំងឺសន្លាក់ត្រីឆ្អឹងហើយផ្លែញក៏អាចការពារពីជំងឺរលាកពោះវៀនតូចធំនិងក្រពះបានផងដែរទី3បំប៉នសុខភាពស្បែកផ្លែញសម្បូរទៅដោយវីតាមីនដែលជួយឲ្យសុខភាពស្បែកបានល្អដូចជាការពារពីជំងឺស្បែកការស្បែករបកក្រហមការពារពីជំងឺមុននិងជួយទៅជួសជុលកោសិកាស្បែកដែលងាប់ធ្វើឲ្យប្រសើរឡើងនិងស្បែកស្រស់ស្អាតផងដែរទី4ធ្វើឲ្យប្រសើរឡើងនៅការរំលាយអាហារទឹកញអាចធ្វើឲ្យដំណើរការរំលាយអាហាររបស់យើងកាន់តែប្រសើរឡើងដោយទឹកញមានសមត្ថភាពសម្អាតកាកសំណល់នៅក្នុងពោះវៀនធំនិងមានគុណភាពបញ្ចុះលាមកថែមទៀតផងទី5សុខភាពផ្លូវចិត្តផ្លែញឬទឹកញបានជួយដល់សុខភាពផ្លូវចិត្តរបស់អ្នកប្រើប្រាស់ដោយអាចគ្រប់គ្រងការបាក់ទឹកចិត្តជំងឺថប់អារម្មណ៍ឈឺក្បាលរ៉ាំរ៉ៃជំងឺប្រកាំងជំងឺដាច់សរសៃឈាមជំងឺប្រសាទគិតច្រើននិងការគេងមិនលក់ជាដើមទី6ការពារពីជំងឺទឹកនោមផ្អែមយោងតាមការសិក្សាស្រាវជ្រាវដោយយើងប្រើប្រាស់ទឹកញចំនួន20ថ្ងៃគេឃើញថាសត្វមានការខូចខាតថ្លើមតិចតួចហើយជាតិខ្លាញ់ក្នុងថ្លើមមិនសូវមានបើទោះបីជាយ៉ាងណាក៏គេមិនអាចសន្និដ្ឋានថាអាចព្យាបាលជំងឺទឹកនោមផ្អែមជាដែរតែវាអាចបង្កើនអាំងស៊ុយលីនដែលជួយការពារពីជំងឺទឹកនោមផ្អែមនៅក្នុងរាងកាយបានទី7ការពារប្រព័ន្ធភាពស៊ាំបានទឹកញការពាររាងកាយដោយកាត់បន្ថយកាកសំណល់និងវីរុសបាក់តេរីនិងធ្វើឲ្យប្រព័ន្ធភាពស៊ាំនៅក្នុងរាងកាយមាំមួនទី8ការពារស្បែកសក់និងកាត់បន្ថយសក់ជ្រុះយើងអាចយកទឹកញដាក់លើស្បែកក្បាល15នាទីនិងឃើញប្រសិទ្ធភាពតាមការធ្វើតេស្តវិទ្យាសាស្ត្របើយើងប្រើប្រាស់ទឹកញជាប្រចាំនឹងជួយបញ្ឈប់ការមានសក់ស្ដើងនិងជួយបង្កើតកោសិកាសក់ដែលបាត់បង់ផងដែរទី9ជួយដល់បញ្ហាជំងឺពោះវៀននិងការទល់លាមកទឹកញមានជាតិសរសៃច្រើនជួយការពារជំងឺនានាកើតនៅក្នុងពោះវៀនហើយនឹងជួយបន្ទន់លាមកនិងរក្សាពោះវៀនរបស់អ្នកឲ្យមានសុខភាពល្អនិងតុល្យភាពទី10ព្យាបាលជំងឺរលាកតម្រងនោមរលាកផ្លោកនោមនិងក្រលៀនទឹកញមានប្រយោជន៍នៅក្នុងការព្យាបាលប្រព័ន្ធបញ្ចេញចោលដូចជាជំងឺរលាកតម្រងនោមរលាកផ្លោកនោមជំងឺស្វាយកាមរោគហើយកាត់បន្ថយនៅការរេចនៃក្រពេញប្រូស្តាតរបស់បុរសផងដែរទី11គឺជួយការពារសុខភាពផ្លូវភេទស្ត្រីនិងការមានកូនប្រទេសចិនបានយកផ្លែញមកប្រើប្រាស់ព្យាបាលការមករដូវមិនទៀងទាត់របស់ស្ត្រីនិងព្យាបាលជំងឺស្ត្រីដូចជាធ្លាក់សរលាកស្បួនជាដើមហើយអាចជួយឲ្យមានកូនចំពោះអ្នកបាត់បង់សមត្ថភាពផ្លូវភេទទៀតផងទី12ព្យាបាលរបួសនិងដំបៅចំពោះដើមញវិញគឺអ្នកអាចយកស្លឹកញនិងសម្បកដើមញមកដាក់លើកន្លែងរងរបួសដើម្បីព្យាបាលរបួសដំបៅការឆ្លងមេរោគផ្សិតកើតស្រែងនិងជំងឺស្បែកក្បាលជាដើមទី13ព្យាបាលជំងឺស្គមរីងរៃបាក់កម្លាំងទឹកផ្លែញគឺពិតជាចំណីកោសិកាត្រូវបានប្រើដោយពហុទ្វីបដើម្បីប្រយុទ្ធប្រឆាំងនឹងការអស់កម្លាំងការធ្វើតេស្តវិទ្យាសាស្ត្របានថ្លែងថាការប្រើប្រាស់ទឹកញបង្កើនមុខងាររាងកាយនិងថាមពលដើម្បីប្រយុទ្ធប្រឆាំងនឹងការអស់កម្លាំងបង្កើនកម្លាំងផងដែរ